បងប្អូនដែលចូលចិត្តញ៉ាំស៊ុបឬក៏សាច់អាំងគួរតែធ្វើទឹកតាហ៊ូនេះទុកម្នាក់មួយកែវទៅព្រោះអីទឹកតាហ៊ូនឹងធ្វើម្ដងទុកបានរាប់ខែគឺអត់ងាយខូចទេពេលដែលយើងចង់ញ៉ាំស៊ុបឬក៏សាច់អាំងគឺយកមកញ៉ាំបានភ្លាមហ្មងអញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាធ្វើម៉េចឲ្យទឹកតាហ៊ូនឹងមានរសជាតិឆ្ងាញ់ហើយទុកបានយូរទៀតអាចមើលក្នុងវីដេអូនេះបានចំពោះគ្រឿងផ្សំដំបូងដែលយើងត្រូវការសំខាន់ជាងគេគឺជាតាហ៊ូកែវហ្នឹងហើយតាហ៊ូកែវហ្នឹងពេលដែលបងប្អូនទិញមកកុំភ្លេចមើល delay ផងព្រោះអីពេលខ្លះអាចទិញប៉ះរបស់ហ៊ូ delay អញ្ចឹងទៅហើយទឹកតាហ៊ូហ្នឹងបងប្អូនអាចប្រើគម្របជ័រដូចខ្ញុំអញ្ចឹងក៏បានក៏គម្របដែកក៏បានដែរទឹកតាហ៊ូហ្នឹងខ្ញុំដាក់ចំនួន1 កែវនឹងទាំងអស់ហ្មងបងប្អូនហើយបន្ទាប់មកខ្ញុំដាក់គ្រឿងចូលហ្មងស្ករសគឺខ្ញុំប្រើចំនួន5ស្លាបព្រាបាយហើយចំពោះទឹកដោះគោខាប់គឺសំខាន់មែនតើទឹកតាហ៊ូបើសិនជាអត់ដាក់ទឹកដោះគោខាប់គឺអត់ឆ្ងាញ់ទេណាបងប្អូនទឹកដោះគោខាប់ហ្នឹងខ្ញុំក៏ដាក់ចំនួន5ស្លាបព្រាបាយដែរបន្ទាប់មកខ្ញុំបន្ថែមប៊ីចេង2ស្លាបព្រាកាហ្វេហើយនឹងទឹកគឺជាទឹកឆ្អិនណាបងប្អូនយើងដាក់វាចូលមិនតិចសិនមកហើយគ្រឿងទាំងអស់ហ្នឹងបងប្អូនចង់ក្លុកដូចខ្ញុំអញ្ចឹងក៏បានឬក៏ជ្រុំក្នុងចានក៏បានដូចគ្នាគ្រាន់តែថាយើងក្លុកអញ្ចឹងទៅវាម៉ត់ល្អជាងអញ្ចឹងណាបើជ្រុំក្នុងចានទៅហ៊ូរបស់យើងនឹងអាចនឹងនៅដុំអញ្ចឹងទៅហើយមុនពេលដែលបងប្អូនភ្លក់ហ្នឹងយើងកូរវាឲ្យសព្វល្អមកព្រោះជួនកាលស្ករឬក៏គ្រឿងផ្សេងទៀតវាអត់ទាន់រលាយល្អទេណាបន្ទាប់ពីបងប្អូនកូរវាឲ្យចូលជាតិបន្តិចហើយចាំភ្លក់មើលហើយថែមថយគ្រឿងទៅចំពោះខ្ញុំនឹងគឺខ្ញុំបន្ថែមទឹកដោះគោខាប់បន្តិចហើយនឹងទឹកបន្តិចចាបងប្អូនទឹកហ្នឹងគឺយើងប្រើជាទឹកឆ្អិនណាបងប្អូនកុំប្រើទឹកឆៅហើយចំពោះរសជាតិហ្នឹងគឺខ្ញុំអត់យកប្រៃទេបងប្អូនរសជាតិគឺខ្ញុំយកសាបមកល្មមហើយរៀងផ្អែមបន្តិចហើយទឹកតាហ៊ូហ្នឹងខ្ញុំអត់ដឹងថាខ្ញុំនៅសល់មួយកែវបងប្អូនហើយតើខ្ញុំធ្វើរួចហើយមិនដឹងថានៅក្នុងទូទឹកកកមានសល់មួយកែវហើយទឹកតាហ៊ូមួយកែវហ្នឹងខ្ញុំធ្វើតាំងពី2 ខែមុនម៉េះបងប្អូនរសជាតិរបស់វានឹងគឺនៅដដែលហ្មងបងប្អូនពេលដែលខ្ញុំភ្លក់ទៅគឺអត់បដូររសជាតិទេហើយវានៅខាប់ដដែលវាអត់មានរាវអត់មានខូចអីទេអញ្ចឹងគឺងាយស្រួលមែនតើសម្រាប់បងប្អូនណាដែលខ្ជិលធ្វើច្រើនដងយើងធ្វើតែម្ដងធ្វើឲ្យច្រើនមកហើយចំពោះទឹកតាហ៊ូហ្នឹងយើងអាចខ្វះក្រូចឆ្មាជាមួយនឹងខ្ទឹមសបានទេបងប្អូនខ្ទឹមសហើយនឹងក្រូចឆ្មាគឺត្រូវតែដាក់ហ្មងបើចំពោះម្ទេសវិញអានោះបងប្អូនដាក់ក៏បានអត់ក៏បានដែរតាមយើងចេះហល់ឬក៏មិនចេះហល់អញ្ចឹងណាហើយទាំងខ្ទឹមសទាំងម្ទេសហ្នឹងគឺខ្ញុំយកវាមកកិនមិនអញ្ចឹងទេបងប្អូនអាចច្រាំក៏បានដូចគ្នាគ្រាន់តែថាកិនទៅវារៀងលឿនអញ្ចឹងណាចំពោះទឹកតាហ៊ូហ្នឹងខ្ញុំបញ្ជាក់បងប្អូនម្ដងទៀតបើសិនជាបងប្អូនចង់ឲ្យទុកបានយូរគឺកុំដាក់ក្រូចឆ្មាកុំដាក់ម្ទេសកុំដាក់ខ្ទឹមសចាំពេលណាដែលយើងចង់ញ៉ាំចាំយើងច្របាច់ក្រូចឆ្មាចូលហើយបន្ថែមខ្ទឹមសបន្ថែមម្ទេសតាមក្រោយមកបើសិនជាបងប្អូនដាក់ក្រូចឆ្មាដាក់ខ្ទឹមសដាក់ម្ទេសចូលក្នុងនឹងស្រាប់ហ្មងគឺទុកអត់បានយូរទេបងប្អូនទុកបានខ្ទង់តែ 4-5 ថ្ងៃមួយអាទិត្យអីហ្នឹងគឺវាខូចឯណាហើយមួយទៀតទឹកតាហ៊ូហ្នឹងគឺបងប្អូនត្រូវទៅទុកក្នុងទូទឹកកកទុកនៅក្រៅក៏អត់បានដែរហើយសម្រាប់រសជាតិរបស់ទឹកតាហ៊ូហ្នឹងបងប្អូនកុំយកប្រៃពេកយើងយកសាបមកល្មមបានហើយបើសិនជាបងប្អូនយកប្រៃបងប្អូនចំណាំមើលទៅពេលដែលយើងជ្រលក់ជាមួយសាច់អាំងឬក៏ស៊ុបយូរទៅយើងមានអារម្មណ៍ថាដូចប្រៃទៅអញ្ចឹងណាអីដូចដែលបងប្អូនបានដឹងអញ្ចឹងទាំងស៊ុបទាំងសាច់អាំងគឺមានរសជាតិរៀងប្រៃមកល្មមស្រាប់ហើយតែកាលណាទឹកជ្រលក់យើងរៀងប្រៃទៀតជ្រលក់យូរទៅដឹងតែប្រៃទៅហ្មងហ្នឹងហើយបងប្អូននេះគឺទឹកតាហ៊ូរបស់ខ្ញុំគឺបានធ្វើរួចរាល់ហើយណាហើយមុននឹងខ្ញុំភ្លក់នឹងខ្ញុំបញ្ជាក់ប្រាប់បងប្អូនបន្តិចឃើញលោកបងប្អូនណាតាមអត់ទាន់អញ្ចឹងណាខ្ញុំបញ្ជាក់ម្ដងទៀតសម្រាប់វិធីដែលយើងធ្វើដើម្បីទុកបានយូរហ្នឹងណាបងប្អូនច្រកកន្លងចេះក៏បានដាក់ក្នុងប្រអប់ក៏បានដែរគឺទុកក្នុងទូទឹកកកអត់មានទុកចោលនៅក្រៅបានទេណាអានេះទុកចោលនៅក្រៅអាចនឹងខូចហើយមួយទៀតណាបងប្អូនគឺកុំដាក់ក្រូចឆ្មាម្ទេសឬក៏ខ្ទឹមសចូលក្នុងហ្នឹងណាព្រោះតែកាលណាដាក់ក្រូចឆ្មាទុកអត់បានយូរឯងបងប្អូនវាចូលលក្ខណៈថាជូរប្អូនអញ្ចឹងណានិយាយទៅយើងដាក់តែគ្រឿងវាចូលមកមានដូចជាទៅហ៊ូកែវស្ករទៅដល់គោខាប់ប៊ីចេងហើយនឹងទឹកឆ្អិនដាក់វាចូលមកកន្លុកក៏បានជ្រុំក៏បានធ្វើមិនឲ្យតែវាបានម៉ត់ល្អមកទុកក្នុងទូទឹកកកទៅបងប្អូនបាន 2-3 ខែគឺអត់ខូចទេណាអានេះហើយខ្ញុំធ្វើចូលខ្ទង់ 2 ខែបងប្អូនតាមពិតទៅខ្ញុំអត់ត្រូវធ្វើថែមទៀតទេបងប្អូនប៉ុន្តែគឺខ្ញុំភ្លេចខ្ញុំភ្លេចថាខ្ញុំមានធ្លាប់ធ្វើទុកអញ្ចឹងណាអញ្ចឹងហើយក៏មកធ្វើថែមទៀតដល់ពេលធ្វើហើយបាននឹកឃើញថាអូនៅមានមួយកែវក្នុងទូទឹកកកដែរតែអីទេទឹកតាហ៊ូនឹងវាងាយខូចទេទោះបីជាយើងធ្វើច្រើនទុកសក់ក៏អត់អីដែរហើយទឹកតាហ៊ូហ្នឹងចាំពេលយើងញ៉ាំចាំច្របាច់ក្រូចឆ្មាហើយដាក់ខ្ទឹមសចូលមកចំពោះខ្ទឹមសត្រូវតែដាក់បើអត់ដាក់គឺអត់ឆ្ងាញ់មកបងប្អូនប៉ុន្តែបើម្ទេសវិញណាបងប្អូនដាក់ក៏បានអត់ក៏បានដែរតាមយើងចេះហិលអត់ចេះហិលអញ្ចឹងណានេះ
សម្រាប់រសជាតិគឺមកឆ្ងាញ់មកបងប្អូនទឹកតាហ៊ូនេះនិយាយទៅអត់ចាញ់នៅក្នុងហាងទេសម្រាប់រសជាតិហ្នឹងគឺខ្ញុំយករៀងផ្អែមមកបងប្អូនប៉ុន្តែជូរហើយនឹងប្រៃគឺខ្ញុំយកមកល្មមទេប្រៃតែកាលណាយើងយកប្រៃខ្លាំងពេកចាបងប្អូនជ្រលក់យូរទៅមានអារម្មណ៍ថាប្រៃទៅអញ្ចឹងណាអញ្ចឹងហើយដើម្បីកុំឲ្យវាប្រៃយើងប្រើស្ករទៅដល់គូខាប់រៀងច្រើនហើយមួយទៀតគឺអាចបន្ថែមទឹកឆ្អិនបងប្អូនបន្ថែមទឹកឆ្អិនចូលអញ្ចឹងណាហើយសម្រាប់សាច់ដែលខ្ញុំអាំងនេះដោយសារតែខ្ញុំអាំងវាឆ្អិនអស់ហើយបងប្អូនចឹងហើយខ្ញុំលើកដាក់ចុះហ្មងទៅខ្ជិលដាក់លើចក្រានលើអីចឹងណាដាក់តខ្លាចវាខ្លោចចឹងទៅនឹងហើយបងប្អូនសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយបងប្អូនកុំភ្លេចធ្វើហើយច្រកក្នុងកឡអញ្ចឹងទុកក្នុងទូទឹកកកបើសិនទុកនៅក្រៅអាចនឹងខូចចឹងទៅហើយបើសិនជាបងប្អូនណាមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ